តួនាទីរវាងឪពុកម្ដាយនិងកូនគឺជាចំណងដ៏ពិសិដ្ឋមួយក្នុងគ្រួសារហើយតាមទស្សនៈប្រពៃណីនិងព្រះពុទ្ធសាសនាខ្មែរគឺមានការកំណត់តួនាទីយ៉ាងច្បាស់លាស់ 1. តួនាទីរបស់ឪពុកម្ដាយចំពោះកូនឪពុកម្ដាយប្រៀបដូចជាព្រះព្រំនៅក្នុងផ្ទះដែលមានតួនាទីចម្បង4យ៉ាង 1. ហាមឃាត់មិនឲ្យធ្វើអំពើអាក្រក់ឃាត់កូនមិនឲ្យប្រព្រឹត្តអំពើអាក្រក់ទាំងផ្លូវកាយវាចានិងចិត្តដូចជាបង្រៀនមិនឲ្យលួចបៀតបៀនអ្នកដទៃប្រើពាក្យអសុរោះឬពាក្យអាក្រក់ 2. ណែនាំតាំងនៅក្នុងសេចក្តីល្អបង្ហាត់បង្រៀនកូនឲ្យចេះប្រព្រឹត្តតែអំពើល្អគោរពចាស់ទុំឧស្សាហ៍ព្យាយាមសុចរិតស្ដាប់ខុសត្រូវនិងមានសីលធម៌ល្អ 3. ឲ្យកូនបានសិក្សារៀនសូត្រផ្ដល់ការអប់រំនិងចំណេះដឹងគ្រប់បែបយ៉ាងដល់កូនដើម្បីឲ្យកូនមានជំនាញនិងអាចរស់នៅក្នុងសង្គមដោយខ្លួនឯងបាន 4. រៀបចំដណ្ដឹងភរិយាឬស្វាមីដែលសមគួរស្វែងរកគូស្រករដែលសមស្របសម្រាប់កូននៅពេលដែលកូនពេញវ័យធំដឹងក្តីដើម្បីឲ្យគ្រួសារថ្មីរបស់កូនមានសុភមង្គល 5. ចែកទ្រព្យសម្បត្តិគេអាករឲ្យកូនតាមពេលវេលាសមគួរចែកចាយទ្រព្យសម្បត្តិដល់កូនចៅនៅពេលដែលពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែរក្សានិងប្រើប្រាស់បានត្រឹមត្រូវឬនៅពេលលោកទាំងពីរលាចាកលោកបន្ថែមពីនេះសេចក្តីជាគំរូល្អឪពុកម្ដាយត្រូវតែប្រព្រឹត្តខ្លួនជាគំរូដ៏ល្អដល់កូនជានិច្ចទាំងកាយវិការសម្ដីនិងទម្លាប់រស់នៅបីបាច់ថែរក្សាដោយព្រហ្មវិហារធម៌ផ្ដល់សេចក្តីស្រឡាញ់មេត្តាការអាណិតអាសូរករុណាការត្រេកអរមុទិតានិងចិត្តជាកណ្ដាលឧបេក្ខាដល់កូនផ្ដល់នៅសុខភាពផ្លូវចិត្តយកចិត្តទុកដាក់ស្ដាប់និងជួយអភិវឌ្ឍជំនាញគ្រប់គ្រងអារម្មណ៍របស់កូន 2. តួនាទីកូនចំពោះឪពុកម្ដាយកូនប្រៀបដូចជាសាវ័នរបស់ឪពុកម្ដាយហើយមានភារកិច្ច5យ៉ាងសម្រាប់បំពេញ 1. ចិញ្ចឹមបិតាមាតាវិញនៅពេលលោកឪពុកអ្នកម្ដាយចាស់ជរាឬដល់ពេលអស់កម្លាំងធ្វើការកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ទំនុកបំរុងលោកទាំងពីរវិញដោយដែលលោកបានចិញ្ចឹមកូនកាលពីតូច 2. ជួយធ្វើកិច្ចការងារឪពុកម្ដាយជួយសម្រាលបន្ទុកក្នុងការធ្វើកិច្ចការងារផ្សេងរបស់ឪពុកម្ដាយទាំងការរស់នៅក្នុងផ្ទះការងារផ្សេងទៀត 3. តម្កល់តម្កើងនៅវង្សត្រកូលប្រព្រឹត្តខ្លួនជាមនុស្សល្អឧស្សាហ៍ព្យាយាមរៀនសូត្រចេះដឹងនិងធ្វើឲ្យមានកិត្តិយសដើម្បីលើកមុខមាត់និងកិត្តិយសរបស់វង្សត្រកូល 4. ប្រព្រឹត្តឲ្យសមគួរជាអ្នកទទួលទ្រព្យមរតកខិតខំធ្វើការរកស៊ីនិងប្រព្រឹត្តខ្លួនឲ្យបានល្អដើម្បីសមគួរជាអ្នកទទួលទ្រព្យសម្បត្តិដែលលោកឪពុកអ្នកម្ដាយខិតខំកសាងមកទី 5 ឧទ្ទិសកុសលផលបុណ្យដល់លោកទាំងពីរនៅពេលធ្វើមរណកាលទៅនៅពេលឪពុកម្ដាយចែកឋានទៅហើយកូនត្រូវធ្វើបុណ្យទានឧទ្ទិសផលបុណ្យទៅឲ្យលោកទាំងពីរដើម្បីបានសេចក្តីសុខក្នុងលោកខាងមុខសរុបមកចំណងឪពុកម្ដាយនិងកូនគឺជាទំនាក់ទំនងនៃការផ្ដល់ឲ្យនិងតបស្នងសងគុណទៅវិញទៅមកប្រកបដោយក្តីស្រឡាញ់ការគោរពនិងទំនួលខុសត្រូវខ្ពស់